ចាសួស្តីបងបងទាំងអស់គ្នាបងបងចេះធ្វើស្លមួយមុខនេះនៅបងបងស្លមួយមុខនេះដែរគឺថាមានជាតិឆ្ងាញ់ចាបានទឹកថៃម្ទេសគឺកាញ់តែឆ្ងាញ់តែម្ដងណាបងបងចាឥឡូវយើងតាមដានមុខម្ហូបយើងសិនណាមុននឹងដឹងថានឹងជាស្លអីចានេះគឺជាគ្រឿងណាបងណាគឺយើងត្រូវការគ្រឿងចាយើងបូកជាមួយនឹងគ្រឿងគឺបានបុកជាមួយនឹងម្ទេសហើយល្មៀតអីហើយបងណាចាហើយបន្ទាប់មកគឺយើងដាក់បុកជាមួយនឹងខ្ទឹមបន្ថែមនេះគឺជាគ្រឿងហកៅចាបងចាគឺមានដូចជាត្រីពោចាមានដូចជាត្រប់វែងត្រប់ស្រួយមានខ្ទិះដូងប្រហុកទឹកអំពិលចាគ្រឿងបុកហើយនឹងម្ទេសឆាម្ទេសណាបងណាម្ទេសផ្លោកចាមហើយមុខម្ហូបខ្ញុំនេះគឺប្លែកត្រង់ថាខ្ញុំដាក់តកួនបងដោយសារតែជួយចិត្តតកួនយើងក៏បន្ថែមតកួនអញ្ចឹងណាបងចាអញ្ចឹងឥឡូវយើងចូលដល់វគ្គដែលយើងត្រូវធ្វើហើយដាក់ខ្ទះឲ្យក្តៅដាក់ប្រេងឆាបន្តិចណាបងណាក្តៅហើយយើងដាក់គ្រឿងដែលយើងបានបុកបញ្ចូលគ្នាហើយហ្នឹងចាគឺឆាជាមួយនឹងប្រេងឆាហ្នឹងឲ្យឈ្ងុយសិនណាបងណាឲ្យឈ្ងុយឲ្យវាក្លិនភាយតែម្ដងឲ្យយើងចូលជាតិរៀងឡើងក្រហមទេហើយគឺយើងអាចដាក់ម្ទេសចាម្ទេសដែលយើងច្រាមម្ទេសផ្លោកហ្នឹងណាបងណាម្ទេសផ្លោកក្រៀមដើម្បីឆាយើងកុំដាក់ភ្លើងខ្លាំងពេកបងដាក់ភ្លើងតែល្មមទៅបានហើយចាឆាច្របល់ចូលគ្នាដើម្បីឲ្យវាសព្វសាច់ចាបងណាចាចំពោះនៅពេលដែលវាសព្វសាច់ហើយគឺយើងអាចដាក់ប្រហុកបានហើយប្រហុកច្រាមបងចូលចិត្តក្លិនដិតចារសជាតិដិតបងអាចដាក់ច្រើនជាងនឹងបានតែបើថាល្មមអីបងអាចដាក់ល្មមទៅបានហើយកុំឲ្យវាប្រៃពេកប្រហុកសាច់ហ្នឹងគឺយើងច្រាមឲ្យម៉ត់ណាបងណាពេលយើងកូរមួយគ្រឿងទៅគឺវាឆាប់រលាយចូលគ្នាស្អិតល្មួតតែម្ដងណាបងបន្ទាប់ពីយើងបានកូរសព្វសាច់ចាប្រហុកច្រាមជាមួយនឹងគ្រឿងក្រៅយើងហើយដល់វគ្គចាគឺយើងដាក់លាយខ្ទិះដូងតិចបងណាដើម្បីកុំឲ្យវាស្ងួតពេកខ្លាចវាខ្លោចណាមួយយើងដាក់ខ្ទិះដូងអញ្ចឹងបង្កើនរសជាតិដើម្បីឲ្យគ្រឿងនេះវាចូលជាមួយខ្ទិះដូងក្នុងការប្រើខ្ទិះដូងបងចង់ដាក់តិចឬច្រើនតាមចំណង់ចំណូលចិត្តគ្រាន់តែយើងប្រើតែល្មមបានហើយបងដើម្បីកុំឲ្យវាឆាប់ទលាន់ឥឡូវដល់វគ្គដែលយើងត្រូវដាក់គ្រឿងក្រៅចាស្រនេះដែរអាចដាក់ជាស្ករសឬក៏ស្ករក្រហមក៏បានដែរចាគឺវាមានរសជាតិឆ្ងាញ់ដូចគ្នាចាមានដូចដាក់ជីអំបិលតិចដោយសារខ្ញុំរកចូលជារសជាតិដិតទៅបងណាចាដូចជាស្ករប៊ីចេងម្សៅស៊ុបណាបងណាម្សៅស៊ុបចាកូរវាច្របល់ឲ្យសព្វចាយើងអត់ទាន់ដឹងថារសជាតិតែល្មមឬក៏យើងចង់បានដិតជាងនឹងទេតែយើងដាក់ប៉ុណ្្នឹងសិនទៅណាបងណាបន្ទាប់មកត្រីយើងដែលលាងសម្អាតហើយហ្នឹងបងយើងកាត់ហើយអស់ហ្នឹងចាបងប្អូនគឺអាចយើងចាក់លាយជាមួយគ្រឿងហ្នឹងទៅដើម្បីឲ្យឆាទៅឲ្យវាចូលជាតិគ្នាចានេះដើម្បីបងឃើញចាពណ៌ហើយនឹងក្លិនគឺឈ្ងុយណាស់បងយើងដាក់ឲ្យសព្វចឹងទៅចាបន្ទាប់មកកូរល្មមបានហើយបើវាចាប់ផ្ដើមឆ្អិនហើយគឺវាអាចនឹងបែកតែយើងនេះអត់ទាន់ឆ្អិនខ្លាំងទេហ្មងណាចាអញ្ចឹងយើងអាចកូរវាច្របល់តិចដើម្បីឲ្យសព្វសាច់ជាមួយនឹងសាច់ត្រីហ្នឹងណាហ្មងណាបន្ទាប់ពីយើងបាននេះហើយបងចាកូរសព្វហើយគឺវាចាយើងចាក់ទឹកខ្ទិះដូងបន្តិចទៅដើម្បីឲ្យវាបង្កើនថែមទៀតណាបងតែខ្ទិះដូងប្រើល្មមបានហើយបងណាកុំដាក់ច្រើនពេកវាឆាប់ទលាន់បន្ទាប់ពីខ្ទិះដូងចាពុះជាមួយនឹងសាច់ត្រីហើយគឺដល់វគ្គចាយើងចាក់ទឹកអំពិលទុំបងដើម្បីឲ្យវាព្រោះខ្ញុំចូលចិត្តរៀងជូរចាប៉ុន្តែបងអត់ចូលចិត្តជូរមិនបាច់ដាក់ក៏បានដែរបងណាតែបើខ្ញុំចង់បានជាម្ជូរខ្ទិះចាអញ្ចឹងវារៀងជាតិជូរចេញពីអំពិលហ្នឹងអញ្ចឹងណាបងណាបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមចាក់ទឹកក្តៅដូចខ្ញុំបញ្ជាក់ជូនបងអញ្ចឹងទឹកបើយើងប្រើទឹកក្តៅវាអត់បានរសជាតិទេហើយវាក៏ឆាប់ងាយឆ្អិនចាវាលឿនណាបងយើងចាក់ទឹកក្តៅអញ្ចឹងទៅវាពុះកកគឺរសជាតិយើងនៅជាមួយគ្នាតែម្ដងឥឡូវដល់វាពុះហើយបងចាគឺថាពុះហើយចាសាច់ត្រីក៏រៀងឆ្អិនដែរបងអាចភ្លក់ទៅចង់ថែមទឹកត្រីឬក៏ថែមអីទៀតបានណាបងណាចាបន្ទាប់មកយើងដាក់បន្លែព្រោះដោយសារត្រីវាឆ្អិនហើយចាដាក់ត្រប់ណាបងណាដាក់ឲ្យវាទុនចារៀងទុនខ្លាំងតិចទៅដើម្បីនិយាយទៅស្លហ្នឹងគឺត្រូវជាមួយត្រប់វែងត្រប់ស្រួយហ្នឹងគឺត្រូវតែម្ដងណាបងណាចាហើយវារៀងហឹរគឺឆ្ងាញ់ខ្លាំងតែម្ដងបងបន្ទាប់ពីពុះហើយបងចាហ្នឹងហើយសាច់ត្រីក៏ឆ្អិនត្រប់ក៏រៀងលួយដែរចាអញ្ចឹងសម្រាប់ខ្ញុំច
ចាគឺថាបន្ថែមនៅត្រកួនបងចាបងចូលចិត្តអាចដាក់បានបើមិនចូលចិត្តតំទៅទ្រាំហ្នឹងក៏បានដែរបងត្រកួនចាដាក់មកគ្របទៅចាបន្ទាប់មកពុះដាក់រៀងមកពុះពីពុះទៅគឺត្រកួនហ្នឹងឆ្អិនហើយចាឆ្អិនហើយគឺថារសជាតិឈ្ងុយពេញផ្ទះតែម្ដងចាហើយសាច់ត្រីដួសតិចៗណាបងណាប្រយ័ត្នបែកដោយសារតែត្រីដល់ឆ្អិនហើយគឺវារៀងទន់ហើយចាបន្ទាប់ពីត្រកួនយើងរៀងទន់ហើយចាឆ្អិនហើយជាមួយនឹងត្រីគឺដល់វគ្គយើងត្រូវដួសដាក់ចានហើយចាគឺបាយថ្ងៃល្មមបងអាចសាកធ្វើចាធ្វើតាមនាងខ្ញុំបានបងរសជាតិថាធានាមកអែមជូនតែម្ដងបងហើយលឿនទៀតបងគឺអត់ពិបាកទេសម្រាប់បងចង់បានមុខម្ហូបប្លែកៗគឺចា YouTube នាងខ្ញុំគឺប្រហោះចាម្ហូបប្លែកៗរាល់ថ្ងៃចាបងអាចតាមដានជួយ subscribe YouTube បងអូនទៅបងអូននៅប្រហោះមុខម្ហូបថ្មីបងឆ្ងល់ត្រង់ណាឬក៏មិនទាន់ច្បាស់កន្លែងណាអាច comment សួរបានឬក៏ចង់ឲ្យនាងខ្ញុំបង្ហាញពីមុខម្ហូបបែបណាបងអាច comment បានណាបងណាបងអូននឹងព្យាយាមរកមុខម្ហូបថ្មីជូនបងដើម្បីបានទស្សនានិងយល់ដឹងពីមុខម្ហូបទាំងអស់គ្នាចាបើឲ្យបានគ្រប់ចា គ្រប់ comment ដែលបងចង់បានចាតែធានាថារសជាតិគឺឆ្ងាញ់ចាព្រោះដោយសារនាងខ្ញុំជាមនុស្សចូលចិត្តញ៉ាំដិតចាហើយមុខម្ហូបក៏ចូលចិត្តប្លែករាល់ថ្ងៃដែរណាបងអញ្ចឹងបងអរគុណសម្រាប់ក្នុងការទស្សនាវីដេអូរបស់នាងខ្ញុំចាញ៉ាំបាយថ្ងៃត្រង់ទាំងអស់គ្នាចាអរគុណច្រើនណាបងដែលបានទស្សនាអរគុណ